ថ្ងៃនេះក៏មកប្រោះស្រោចចំការក៏ពុកម៉ែបងប្អូននៅក៏ឆ្លៀតចូលមកមើលផ្សិតផក់នៅក្បាលដីចាអែងណាហើយបន្ទាប់មកនេះក៏ចូលមកពុកម៉ែបងប្អូនអើយជួបមែនផ្សិតផក់យើងដែលភាសាអង់គ្លេសគេហៅផ្សិតភុងផាំងណាពុកម៉ែបងប្អូនអើយហើយក៏ខ្ញុំឆ្កឹះយកអាំងនេះណាហើយក៏យើងឆ្កឹះបានម្ដង3 4ម្ដង3 4ដោយសារតែវាចាស់អើយពុកម៉ែបងប្អូនអើយគិតចាស់គិតត្រួយទេឆ្កឹះយកទាំងអាំងនេះឲ្យខ្ញុំឆ្នាំនេះមិនដឹងយ៉ាងម៉េចទេពុកម៉ែបងប្អូនអើយក្បាលដីខ្ញុំធ្លាប់តែដុះផ្សិតក្រៀលផ្សិតកងោកតែឥឡូវគឺលេងមានហើយអត់ឃើញដុះឃើញអីទេផ្សិតផក់ក៏មិនចង់មានសមូទេណាបើដូចពីមុនសម្ព្រោះសម្ព្រាតតែឥឡូវគឺចប់ហើយទៅទី0ហ្នឹងនេះពុកម៉ែបងប្អូនហើយគឺគ្មានបានគ្មានអីទេហើយក៏ខ្ញុំជួបអា1 2 1 2សំជាមួយទឹកផ្សិតបាយផ្សិតអីក៏ដកហើយទាំងអស់ពុកម៉ែបងប្អូនហើយអានេះគឺជាផ្សិតផក់នេះហាហើយថាស្វិតរឹងប៉ុន្តែគឺយើងអាចហូបបានហ្នឹងយើងវះយកអាខ្មៅវាចេញក៏យើងឆាហូបបានហ្នឹងពុកម៉ែបងប្អូនហើយក៏មកដល់កន្លែងនេះក៏ដឹងផ្សិតផក់ដឹងផ្សិតបាយប្រហែលជាផ្សិតបាយអីយ៉ាងយើងកុំទៅគិតកុំទៅខ្វល់ពុកម៉ែបងប្អូនឲ្យបាយក៏ចេះហូបដែរបន្ទាប់មកនេះគេថាបាយក៏ឆ្កឹះអាប៉ក់ក៏ចេះអីនេះអូថាប្រទេសបើថាជាពិសេសអាផ្សិតបាយនេះបងប្អូនឲ្យសម្បូរថាសម្ព្រោះសម្ព្រាតពេញតដីណែឯងហើយក៏ខ្ញុំឆ្កឹះយកចាឯងអាផ្សិតបាយនេះវាប្រភេទមើលទៅវារាំងមមីខាងលឺអាសវាហ្នឹងណាបើផ្សិតផអត់អីទេល្អរលោងអាផ្សិតបាយនេះដូចមើលទៅមិនតំណងទេតែបងប្អូនខ្លះគិតទិញដែរណា1គីឡូ2 3ពាន់តាមស្ថានភាពផ្សិតបើថាផ្សិតប៉ពិតប្រកបណាអាផ្សិតប៉គេហូបណាបងប្អូនហើយគឺគេទិញ1គីឡូប្រហែលជា10000យ៉ាងហើយក៏ខ្ញុំឆ្កឹះអាផក់អាបាយឆ្កឹះអាលីគ្នាទាំងឯងថាយើងទៅលាងទឹកឆាហូបល្ងាចណែឯងដោយសារតែខ្ញុំនៅព្រៃជ្រៅដែរពុកម៉ែបងប្អូនអើយឆ្លងស្ទឹងឆ្លងអីមកក៏មិនដាច់ចិត្តទេចូលទៅមើលឆ្កឹះតែបានឯងគឺថាប៉ងយូរណាស់ហើយណានឹងមកឆ្កឹះណាដោយសារតែនឹកឃើញថាព្រៃខ្លួនឯងក៏ធ្លាប់ដុះក៏មកប្រហែលដងមកប្រហែលលើកមកប្រហែលសាក៏មិនได้បានចូលទៅតែពេលនេះក៏ចូលមកក៏ដុះមែនពុកម៉ែបងប្អូនអើយតែស្មើតែបាយកន្លែងខ្ញុំធ្លាប់ដកអីនោះផងគឺអត់មានទេចង់និយាយថាដឹងវាប្រែព្រួលតាណាទេអាកន្លែងធ្លាប់ដុះបែជាអាមិនកន្លែងមិនធ្លាប់ដុះគឺបែជាដុះចេះឯងដោយសារតែផ្សិតនេះគេហៅថាផ្សិតចំហាយផែនដីឯងពុកម៉ែបងប្អូនអើយអូយថាផ្សិតបាយក៏ល្អតែខ្ញុំតាមមើលទៅមិនផ្សិតបាយដឹងយ៉ាងអាពេលខ្លះទៅវាដូចស្តៀងផ្សិតផក់ណែឯងផក់ធម្មតាណែឯងតែប្រហែលជាវាចិត្តចាស់បើបានថាបារាំងមមីចេះណាហើយក៏ខ្ញុំឆ្កឹះយកបងប្អូនហើយថារសជាតិវាដឹងឆ្ងាញ់ហើយល្ងាចទៀតណាតែត្រឹមបានហូបក៏យប់ណាបងប្អូនហើយបើខ្ញុំចេញទៅម៉ោង4ម៉ោង5ល្ងាចក៏ត្រឹមដល់នោះក៏ម៉ោង6ម៉ោង7ណាឆ្លងស្ទឹងឆ្លងអីទៀតណាត្រឹមដល់ផ្ទះណាមិនងាយស្រួលទេហើយភូមិស្រុកខ្ញុំបងប្អូនហើយស្រីចង្ការខ្ញុំគឺពិបាកដែរឆ្លងទឹកឆ្លងផុកមកត្រឹមបានតែមកដល់ចង្ការម៉ោង7ម៉ោងមេបើសិនថាដូចពីមុនខ្ញុំដេកម៉ណូឯងតដល់ពេលឥឡូវគឺកូនទូចក៏មិនដេកម៉ាណូណាលេចង្ការណាបន្ទាប់មកនេះគឺញៀចូលសាច់រឿងយើងវិញពុកម៉ែបងប្អូនអើយថាមកសម្ព្រោះមកវងនេះខ្ញុំកាយយកហើយក៏ខ្ញុំរឹតដាក់កន្ទូហើយនេះណាអូថាច្រើនដែរណាបងប្អូនអើយសិតយើងក៏បានតិចតួចពុកម៉ែបងប្អូននេះបានប៉ុណ្ណេះឯងដឹងហូបកើតដឹងអត់ទេនេះចាស់បាត់ហើយមើលទៅថាយកដល់ផ្ទះសិនអូបងប្អូនអើយក៏រឹងមើលវាចាស់បាត់ហើយណាដឹងហូបកើតដឹងអត់ទេនេះសិតនេះបងប្អូនមើលរកបានច្រើនដែរប្រហែលមួយឆាដែរមួយផ្លេតមកចេះបើថាលាងទឹកទៅសស្គូឯនេះណាបងប្អូនហើយវីដេអូខ្ញុំក៏មានតែប៉ុណ្ណេះឯង